សហរដ្ឋអាមេរិកដាក់ប្រេស៊ីលនិងអាហ្វ្រិកខាងត្បូងទៅក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្សក្រសួងការបរទេសអាមេរិកបានដាក់ប្រេស៊ីលនិងអាមេរិកខាងត្បូងទៅក្នុងបញ្ជីឃ្លាំមើលការជួញដូរមនុស្សដោយលើកឡើងភាពបរាជ័យរបស់ប្រទេសទាំងពីរក្នុងការបង្ហាញពីវឌ្ឍនភាពនៃការទប់ស្កាត់បញ្ហានេះតាមរបាយការណ៍ប្រចាំឆ្នាំស្ដីពីការជួញដូរមនុស្សដែលវាយតម្លៃទៅលើកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយពលកម្មដោយបង្ខំការជួញដូរផ្លូវភេទនិងទម្រង់ផ្សេងទៀតនៃទស្សនភាពសម័យទំនើបនៅជុំវិញពិភពលោកចេញផ្សាយកាលពីថ្ងៃច័ន្ទបានដាក់ប្រេស៊ីលនិងអាមេរិកខាងត្បូងនៅក្នុងបញ្ជី Tattoo Watch List ដែលមានន័យថាប្រទេសទាំងពីរត្រូវតែប្រឹងប្រែងដោះស្រាយបញ្ហានោះឬត្រូវប្រឈមមុខនឹងទណ្ឌកម្មរបស់អាមេរិកសូមជម្រាបថារបាយការណ៍នេះបានចេញផ្សាយចំពេលដែលមានភាពតានតឹងកាន់តែខ្លាំងរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរជាមួយរដ្ឋបាលលោកត្រាំនេះបើតាមការចេញផ្សាយរបស់ Reutersកាត់បន្ថយការទទួលទានសារធាតុអំបិលឲ្យបានតិចជាង5ក្រាមក្នុងមួយថ្ងៃឬប្រហែល1ស្លាបព្រាកាហ្វេមានន័យថាបានកាត់បន្ថយការស្លាប់និងពិការភាពដែលបណ្ដាលមកពីជំងឺបេះដូងនិងគ្រោះថ្នាក់សរសៃឈាមខួរក្បាល